ធុញបងមែនទេពេលបងចង់ខ្វាយចិត្តអូនប្រើលែងស្នេហ៍លែងឃើញបងល្អបន្ទុំខ្លួនបងដែរខំដែរប្រឹងស្រឡាញ់សួស្តីបងប្អូនទាំងអស់គ្នាតោះយើងមកបន្តជាមួយការលេងហ្គីតាបែប 3 in 1 ជាបន្តទៀតថ្ងៃនេះយើងលេងជាមួយនឹងបទធុញបងមែនទេអញ្ចឹងយើងចង់លេងបែប 3 in 1ចឹងបងប្អូនយល់ហើយគឺការលេងបែប 3 in 1 គឺការលេងមាន finger style snare ហើយនឹង bass ចឹងយើងលេង3ប្រភេទនេះគឺបញ្ចូលគ្នានៅក្នុងបទតែមួយតោះកុំឲ្យខាត់ពេលយូរយើងចូលវីដេអូរបស់យើងទាំងអស់គ្នាអូខេបងប្អូនទាំងអស់គ្នាសម្រាប់វគ្គទី1គឺយើងលេងតាមខ្ញុំមកគឺខ្សែ finger style បងប្អូនអាចលេងតាម style របស់បងប្អូនក៏បានដែរសម្រាប់ខ្ញុំគឺខ្ញុំលេងបែបនេះគឺយើងកេះខ្សែទី5បន្ទាប់មកក៏កេះខ្សែទី3បន្ទាប់មកកេះខ្សែទី2បន្ទាប់មកគេចូលខ្សែទី3វិញទី3ហើយបន្ទាប់មកយើងកេះមកខ្សែទី1បន្ទាប់មកយើងចូលខ្សែទី3វិញបន្ទាប់មកយើងចូលខ្សែទី2ទី3ទី2ចូលខ្សែទី5វិញខ្សែបាក់ទី5តោះឲ្យយើងសាក់លេងចូលទៅម្ដងអូខេសម្រាប់វគ្គ1យើងលេង finger style បែបនេះឯងតោះឥឡូវយើងចូលលេងបទចម្រៀងតែម្ដងចង់ស្រឡាញ់យើងចូលខតឡាមីណាអូនឲ្យតិចជាងអូនឲ្យតិចជាងនឹងយើងចូលពីមីណាវិញតែពេលហ្នឹងយើងចូលរេមីណាវិញកាត់បនថយមិនបានកាត់ថយមិនបានយើងចូលកន្លែងដូញដូខតដូស្រឡាញ់អូនកន្លែងអូនទម្លាក់ចូលខតរេមីណាមកស្រឡាញ់អូនទៀតគឺយើងចូលមីមីណាវិញដល់ស្លាប់ខ្លួនយើងស្រឡាញ់អូនដល់ស្លាប់ខ្លួនកន្លែងនេះយើងចូលអេមីណាឬហៅឡាមីណាបានយើងចូលហ្វាមកបានត្រឹមតែឈឺចាំទ្វេកន្លែងទ្វេយើងចូលឡាចូលសទ្វេចូលសអញ្ចឹងសម្រាប់វគ្គ1យើងមានតែខតតែប៉ុណ្្នេះឯងអូខេសម្រាប់ការចូលច្រៀងនៅវគ្គ2នេះខ្ញុំសូមបង្ហាញការលេង finger style ជាមួយនឹងការគោះ snare តែម្ដងតើបងប្អូនអរគ្នាសូមមើលជាមួយនឹងខ្ញុំតើការលេង finger style ជាមួយនឹងការគោះ snare ហ្នឹងដល់របៀបណាអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនលេងតាមខ្ញុំមកដើម្បីឲ្យងាយស្រួលអញ្ចឹងយើងលេងកេះខ្សែទី5បន្ទាប់មកយើងកេះខ្សែទី3បន្ទាប់មកយើងកេះខ្សែទី1ហើយយើងគោះ snare បន្ទាប់មកយើងគោះ snare ហើយយើងចូលខ្សែទី3ទី2វិញទី3ហើយមកខ្សែទី5វិញម្ដងទៀតយើងកេះខ្សែទី5បន្ទាប់មកយើងកេះខ្សែទី3បន្ទាប់មកកេះខ្សែទី1គោះ1មកហើយចូលខ្សែទី3ទី2ទី3មកកេះខ្សែទី5វិញតោះយើងទៅ
សម្រាប់វគ្គ2គឺយើងលេងទាំងអស់បែបហ្នឹងតែយើងសាក់លេងចូលបត់មករឹតតែនឹករឹតមិនហ៊ានរំខានខានហ្នឹងចូលមីនដែរអូនអាចស្មានដៃមិនណាទេយើងចូលដោលេងខុសដូចមុនដដែលបងអន់ចិនបងកូនដឹងណាទុកស្នេហ៍អន់ចិនអូខេយើងលេងតែប៉ុណ្្នេះឯងហ្នឹងយើងប្រើជាមួយស្នេហ៍ finger style មិនប្រកាសថាឲ្យលេងវគ្គ2លេងស្នេហ៍នៅពេលហ្នឹងទេលើបងប្អូនទាំងអស់គ្នាឬក៏បងប្អូនលេងគ្នាលេង finger style នៅវគ្គ2ហ្នឹងទាំងអស់មិនបាច់លេងស្នេហ៍ក៏បានឬក៏យើងចង់លេងវគ្គ2ហ្នឹងយើងលេងជាមួយស្នេហ៍ក៏បានបងប្អូនយើងតទៀតសម្រាប់កន្លែង A កន្លែង refrain ហ្នឹងតើឥឡូវខ្ញុំសូមប្រាប់ chord សិនធុញបងមិនទេLa minor ពេលបងចង់ក្បែរ Mi minor ចិត្តអូនប្រែយើងចូល Re minor វិញលែងស្នើលែងឃើញបងល្អចូលដូវិញឃើញមិនបងទុំ Re minor គួបន្ទុំខ្លួនគួបន្ទុកចូល Mi minor វិញហើយខុស La minor វិញខុសកន្លែងខុសទៀតយើងចូល Fa ខុសដែលខុសប្រឹងស្រឡាញ់យើងដាក់សល់នេះចូលសល់តើអែហ្នឹង refrain ទី1តើ refrain ទី2ធុញបងមែនទេ La minor តដែរពេលបងចង់ពេលបងប្រាប់ត្រង់ក៏បានគឺចូល Mi minor ស្តៀង air ទី1ដដែលនេះក៏បើគុំពីបាក់យើងចូល Re minor ពីបាក់គុំលៀងព្រមដើរចេញយើងដូរវិញមកលូធំកន្លែងចូល Re minor វិញប្រាប់ត្រង់មក Mi minor បើអូនស្រឡាញ់ពេលហ្នឹងយើងចូល La minor វិញដើរចូល Fa វិញដើរចេញតាមយើងតាមចូល La ដល់ចូលសងតាមសំណូមពរចូល La minor វិញគេនឹង chord សម្រាប់វគ្គ2ឥឡូវក្រោយពីយើងដឹងពី chord កន្លែងយើងលេង air ទី1 air ទី2រួចមកហើយឥឡូវនេះយើងនឹងលេងfinger style snare ហើយនឹង bass ជាមួយគ្នាកន្លែង air ទាំងពីរហ្នឹងកន្លែងហ្នឹងយើងលេងដូចតែវគ្គ2ដែលខ្ញុំណែនាំការលេង finger style ជាមួយនឹង snare ប៉ុន្តែយើងខុសតែបន្ថែមតែបន្តិចយើងអាចលេងជាមួយ bass នឹងបានគឺនៅពេលដែលយើងបញ្ចប់កន្លែងខ្សែទី5លេងទៅហើយបកមកវិញបញ្ចប់នៅកន្លែងខ្សែទី5យើងគ្រាន់តែគេខ្សែទី5ហ្នឹងអុកជាមួយនឹងហ្គីតាបាសកន្លែងហ្គីតាហ្នឹងអុកក្នុងពេលតែមួយតែម្ដងលេងដូចមុនទេគឺគេខ្សែទី5ទី3ទី1បន្ទាប់មកយើងគោះចូលទី3ទី2ទី5នេះយើងអុកតែម្ដងតើឥឡូវយើងសាកមើលបែបនេះឯងចឹងយើងអុកបែបនេះឯងកន្លែងអុក2ដងហ្នឹងពេលខ្លះយើងចេះខ្លាយមុនឯងយើងគិតថាកន្លែងហ្នឹងអុក2ដងទៅវាកាន់តែព្រោះឬក៏ប្លែកចឹងយើងអាចអុក2ដងបានចឹងសម្រាប់បងប្អូនអរគ្នាចាប់បានហើយអាចលេងបទនេះបានទាំងអស់គ្នា
អរគុណសម្រាប់ការតាមដានវីដេអូហើយក៏អធិស្ឋានរកកំហុសខុសឆ្គង